លោកជា លោកចាក់សួរយើលោកស្គាល់ខ្ញុំដែរធ្លាប់ជួបក្នុងពិធីជប់លៀងមួយក ូនប្រុសគេជាអ្នកណាគេខ្លាំងដែរទេ មិនទៅតែខ្លាំងទេម៉ាក់គ្រួសារចាស់ជាគ្រួសារចំណាស់មួយក្នុងចំណោមគ្រួសារចាស់បំផុតចាក់ឬពាន់ឆ្នាំមិនលើក្រោមចំពោះគ្រួសារឈូទេ ថាម៉េចមិនក្រំគ្រួសារឈូហ៎អញ្ចឹងគេមានលុយច្រើនហើយ មិនត្រឹមតែមានលុយទៀតបានតែប្រុសវាងព្រៀបជាមួយនឹងគេនោះគ្រាន់តែជាដង្កូវតូចមួយតែប៉ុណ្ណោះទេណាមីង ចា ខ្ញុំយល់ថាណាមីងនិយាយត្រូវហើយមនុស្សស្រីខ្លាចបំផុតរៀបការខុសលក្ខណៈដូចជានាងចៅនេះមិនអាចរៀបការជាមួយនឹងមនុស្សថ្នាក់ទាបបែបនឹងបានឡើយខ្ញុំមិនលះបានទេខ្ញុំស្ងប់ស្ងាត់នាងចៅជាយូរណាស់មកហើយគ្រាន់តែគ្មានឱកាសមករហូតថ្ងៃនេះចំពេលណាមីងនៅទីនេះខ្ញុំចង់សុំនាងចៅរៀបការណាមីងខ្ញុំព្រមឲ្យបណ្ដាការ 1000 លានដណ្ដឹងនាងចៅ ថាម៉េចលោកថាប្រមាណម៉ែកុំស្ដាប់គេអីហ៎1000 លានណា លើនេះគ្រូសាចាយើងមានបានហើយក្រៅពីនេះខ្ញុំនៅរៀបចំភូមិគ្រឹះលើកំពូលភ្នំឲ្យណាមីងថែមទៀតផងឲ្យសោយសុខជីវិតមិនមានបានបងធំពិតមែនទេថ្ងៃក្រោយបងជាបងមកការរបស់ខ្ញុំហើយប្រកួតជាមួយយើងប្រើលុយអាចគប់អ្នកក្រដូចជាឯងឲ្យងាប់បានហ៎ ល្អពិតជាល្អខ្លាំងណាស់ តែច្បងធំប្រាប់ស្នេហ៍ពិតជាខ្លាំងមែនមិនចំណាយកម្លាំងសូម្បីបន្តិចតែអាចយកឈិញទីចាប់ជាតិបានដោយត្រឹមត្រូវមិនបានខ្ញុំមិនព្រម ឯងទុកជាស្អីដែរមានចំណេះឯងនិយាយតាំងពីពេលណាមែនហើយពួកយើងសួរឯងនៅ អ្នកប្រចាំទុកចិត្តចោះពួកខ្ញុំមិនដែរចង់ឲ្យសេឡានរៀបការជាមួយអ្នកក្រម្នាក់នឹងទេពួកឯងអាចធ្វើបែបហ្នឹងទេមិនដែលការរកចិត្តមិនចាច់ចំណិតសេឡានពួកឯងធ្វើបែបហ្នឹងគឺធ្វើបាបសេឡានហើយនៅជាមួយឯងមានតែរងទុកទើបជាការធ្វើបាបនាង រោគចិត្តទេអ្នកប្រចារូបរាងស្អាតបាតសង្ហាប្រកែយើងមើលតែឯងទៅរោគចិត្ត ម៉ាកុំស្ដាប់គេនិយាយផ្ដេសផ្ដាស់ខ្ញុំសបស្័យសេឡានយូរណាស់មកហើយគ្រាន់តែចង់អញ្ជើញសេឡានទៅញ៉ាំបាយនៅផ្ទះអ្នកណាដឹងថាគេស្រាប់តែមកដល់នោះជេរខ្ញុំមិនសម្រាប់ហើយក៏មកខំឲ្យសេឡានទៅខ្ញុំហ៎ ថាម៉េចមានរឿងបែបហ្នឹងផង បាទ ឈិញអានឯងជាសម្រាមមានចិត្តមិនចង់ឲ្យពួកយើងរស់ស្រួលមែនទេមិនមែនទេម៉ាក់ឈិញអាននិយាយជាការពិតម៉ាក់មិនអាចជឿគេទេគេពិតជាចាប់ចម្រិតខ្ញុំមែនគឺឈិញអានជួយខ្ញុំតែបាត់ជាខ្ញុំមកវិញម្នាក់នេះគឺជាមនុស្សសម្រាមពួកម៉ាក់មិនបាច់ចាំខ្ញុំចុះក្នុងភ្លើងទេសេឡានឯងដឹងស្អីលោកចាងបង្ហាញថាស្រឡាញ់ឯងហើយណា ពួកឯងមើលទៅតែនេះគឺ បងធំណាបងរបស់ទាំងនេះគ្រាន់តែជាទឹកចិត្តបន្តិចបន្តួចសុំគេទទួលយកទៅ យ៉ាអ្នកប្រចាងនេះលោកគួរសំពេកហើយ ម៉ាឲ្យតែមកឲ្យសេឡានរៀបការជាមួយនឹងខ្ញុំរបស់ទាំងនេះគឺជារឿងកពេកកពុកនោះទេ ព្រមប្រកាសជាព្រមហើយលោកក៏មកលេខទៀតហ្នឹងខ្ញុំរៀបការជាមួយលោកទេ សេឡាននាងពិតជាត្រូវគេលៀងគូហើយខ្ញុំគ្រាន់តែចង់ឲ្យនាងរស់នៅបានសុខស្រួលខ្ញុំខុសដែរមែនទេ មិនខុសទេលោកចាំមិនអាចខុសទៅមែនហើយសេឡាននិយាយពីមុខមាត់ចាំងសមុខមាត់ស្អាតបាតសង្ហាជាងឈិញអាននិយាយពីសមាជិកភាពអ្នកប្រចាងគឺជាអ្នកស្នំតំណែងគ្រួសារក្បាច់គុណបុរាណមានអំណាចខ្ពស់មានគេច្រើនស្កប់ស្ងាញស្គាល់ពីតម្លៃអ្នកប្រចាងទៅយក1000 លានមកគេវិញ100 យេនក៏គ្មាន អ្នកណាថាខ្ញុំគ្មានយ៉ាងម៉េចយក150 យន់ចេញមកឲ្យខ្មាស់គេទៀតហើយមែនទេ អត់ទេយើងថា150 យន់មិនទាន់ចាយទេហីមើលទៅទុកចាយខ្លួនឯងទុកជាគេទៅ កាតនេះខ្មៅឯងមិនក៏ឯងមាន លោកតាហៅខ្ញុំហ៎ អីហោណឲ្យសាកគុណសម្បត្តិឲ្យគ្រួសារឈូយើងហើយ ថាម៉េចលោកតា មិនយើងទៅដឹងពីសមាជិកភាពអ្នកដែលឲ្យដើរទេវតាទៅឯង អ្នកណា គេប្រហែលជាអត់ទេរាជចាប់ជាតិហើយ ថាម៉េចអធិរាជអី មិនខុសទេការដោះចេញទីស្លាប់អធិរាជបិទឃុំខ្លួនឯងចុះមកចាប់កំណើតឲ្យសัตว์និងអាវុធទេវតាដែលនៅក្បែរអធិរាជសុទ្ធតែស្គាល់ម្ចាស់និងតាមអធិរាជគ្រប់ជាតិដើរសៀនយាននេះគឺជាដើរមួយនៅក្នុងចំណោមដើរទេវតាដែលអធិរាជសម្លាប់បិសាចកាន់នៅជាមួយធាន ខ្ញុំដឹងថាគាត់ខ្លាំងតែមិននឹកស្មានថាខ្លាំងដល់ថ្នាក់នឹងសោះ ពេលនេះស្ដេចបិសាចចិត្តកើតហើយមានតែអធិរាជទេទើបអាចសង្កត់គេបានអេងហានឲ្យឆាប់សងដើរសៀនយានទៅអធិរាជវិញទៅដើរមួយនេះនៅជាមួយអធិរាជទើបអាចបញ្ចេញមហិទ្ធិឫទ្ធិវិញបាន ខ្ញុំយល់ហើយ ការនេះគ្រាន់តែលុយលេងគេទេក្នុងនឹងមានតែ150 យន់តែប៉ុណ្ណោះទេ